កម្លាំងនគរបាលខាត់ខ្លួនបានហើយក្រុមជនល្មើសដែលរំលោភនិងសម្លាប់យុវតីម្នាក់នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រូដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅសហការជាមួយនឹងកម្លាំងជំនាញផែនការងារនគរបាលព្រំប្រទាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំបែកសំណុំរឿងករណីអំពើឃាតកម្មដោយមានទរណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្តិវៈយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹកហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន3នាក់នៅថ្ងៃទី21ខែឧសភាឆ្នាំ2025នៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់នៅត្រង់ចំណុចបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួសស្ថិតនៅក្នុងវត្តចេស្តាឧត្តមហៅវត្តគ្រួសផ្លូវជាតិលេខ5ភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញកាលពីវេលាម៉ោង 1:27 យប់រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី21ខែឧសភាឆ្នាំ2025ជនរងគ្រោះមានឈ្មោះវុធីលីណាភេទស្រីអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរនៅផ្ទះទីលំនៅផ្ទះគ្មានលេខភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុជនសង្ស័យចំនួន3នាក់ទី1មានឈ្មោះទាផារ៉ែតភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញឃាត់ខ្លួនរួមគំនិតសម្លាប់ទី2ឈ្មោះបូឧត្តមភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញឃាត់ខ្លួនរួមគំនិតសម្លាប់ទី3ឈ្មោះសុកច័ន្ទសវណ្ណសេងភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗឃាត់ខ្លួនដៃដល់អ្នករំលោភនិងសម្លាប់សម្ភារៈចាប់យករួមមានទូរស័ព្ទដៃ Mac Techno Spark ពណ៌សចំនួន1គ្រឿងរបស់ជនរងគ្រោះទី2ទូរស័ព្ទដៃ Mac Oppo ពណ៌ខៀវចំនួន1គ្រឿងទី3ខ្សែលីឡុងពណ៌សចំនួន1ម៉ូតូ Max Soy Sokinex ពណ៌ខៀវស៊េរីឆ្នាំ2025ពាក់ស្លាកលេខភ្នំពេញ 1CL 1190ចំនួន1គ្រឿងសម្ភារៈបាត់បង់រួមមាន1លោហៈធាតុពណ៌តុងដៃដែលហៅថាផ្លាទីនចំនួន1ខ្សែស្លាកស្នាមនិងសម្ភារៈបន្សល់ទុកមាន1ខ្សែក្រណាត់អាវពណ៌ខ្មៅចំនួន1រឹតកជនរងគ្រោះបច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ឯកការអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់